ពាក្យបណ្ដៅខ្មែរខ្លីៗមកដល់ទៀតហើយបាទនេះជ្រក់ត្រៀមឆ្លើយពាក្យបណ្ដៅខ្លីៗមួយណាបាទកំប៉ុកក្រពុំអង្គុយលើភ្នំរំសាយសក់លេងគឺជាអ្វីខ្ញុំឆ្លើយថាពោតនេះជ្រក់អត់ដូចចម្លើយចេញទេនេះជ្រក់ណាដូទេកំប៉ុកក្រពុំអង្គុយលើភ្នំរំសាយសក់លេងនេះជ្រក់ឆ្លើយថាពោតចម្លើយនេះជ្រក់ឆ្លើយពិតជាត្រឹមត្រូវអបអរសាទរនេះជ្រក់តើសត្វអ្វីទៅដែលមិនហ៊ានរស់នៅលើប្រកេះលោកខ្ញុំចៃថាចាត់ចាយនេះជ្រឹងឆ្លើយថាសត្វចៃអត់ដូចចម្លើយចេញទេនេះជ្រឹងអត់ដូទេចូលនេះជ្រឹងប្រកែចម្លើយនេះជ្រឹងឆ្លើយពិតជាបានត្រឹមត្រូវអបអរសាទរនេះជ្រឹងនេះជ្រក់បាទត្រៀមឆ្លើយពាក្យបណ្ដៅខ្លីៗមួយណាបាទពាក្យបណ្ដៅគេស៊ូថាគេបណ្ដៅថាចេះគេថាវិញកន្លោះខ្លោះអាញញគឺជាអ្វីខ្ញុំឆ្លើយថាគីខ្លោះគោនិងខ្លោះក្របីនេះជ្រក់ឆ្លើយថាគេខ្លោះគោនិងខ្លោះក្របីចម្លើយនេះពិតជាមិនទាន់ត្រឹមត្រូវទេបាទពុកម៉ែបងប្អូនដឹងជួយខមមិនប្រាប់ម្នាក់មួយនៅក្រោមវីដេអូហ្នឹងណាពាក្យបណ្ដៅសួរថាវិញក្រឡោះខ្លោះអាញញគឺជាអ្វីបាទពុកម៉ែបងប្អូននេះជ្រឹងឆ្លើយមិនទាន់ត្រឹមត្រូវទេជួយខមមិនប្រាប់ម្នាក់មួយអរគុណប្រទេសកម្ពុជាជនជាតិអីគេជនជាតិខ្មែរជនជាតិខ្មែរនិយាយភាសាអីគេសាខ្មែរជនជាតិខ្មែរចូលចិត្តញ៉ាំផ្លែឈើអីគេតរេនមកពីណាដែរតរេនមកពីប្រទេសខ្មែរប្រទេសណាសម្បូរជនជាតិខ្មែរធ្វើការប្រទេសខ្មែរមិនណានិយាយថាម៉េចនិយាយថាស្រឡាញ់ខ្មែរចុះណៃហងៃកូនកាត់សាយគេសាខ្មែរនិយាយភាសាអីគេដែរសាខ្មែរចុះរៀនភាសាអីដែរសាខ្មែរខ្មែររហូតហ្មងណាទីម៉ានទេណាទី1ណាទី1ចប់លេខម៉ានចប់លេខ31sao mà 31 5 bốc 5 sao mà 5 bốc 5 26 gì lấy giờ bên bạn 5 bốc 5 sao mà ta cô nhung 5 cô 5 dạ cô nó là nó tranh một bên ba trẻ vậy đây cứ vậyខ្លួនឯងមកឥឡូវសួរម្ដងទៀត2 bốc 3 sao mà 2 bốc 3 ស្មើ4